Sustain ទាំងអស់គ្នាមានអ្នកសាងគុណនេះជីវៈអូខេនៅថ្ងៃនេះខ្ញុំចង់ចែករំលែកមួយបទពិសោធន៍តទៅជាមួយនឹងការរៀនភាសាជប៉ុនសម្រាប់បងប្អូនដែលចង់រៀនភាសាជប៉ុនដំបូងបំផុតបងអស់សម្រាប់បងប្អូនដែលចាំបាច់ណាទី1អក្សរហិរ៉ាកាណាយើងត្រូវចងចាំតួអក្សរឲ្យអស់ហើយបន្ទាប់មកយើងត្រូវចងចាំអក្សរកាតាកាណាសម្រាប់អក្សរខាន់ជីយើងបាច់តន់ចងចាំទេដោយសារតែអក្សរខាន់ជីពីច្រើនគឺពិបាកអូខេអញ្ចឹងសម្រាប់អក្សរទាំង3អស់ហ្នឹងខ្ញុំណែនាំទី1ដំបូងហ្នឹងគឺហិរ៉ាកាណាអ្នកទាំងអស់គ្នាត្រូវចាំហើយត្រូវរៀនសរសេររៀនទន្ទិញវាឲ្យចាំឲ្យអស់ទៅបន្ទាប់មកចាំយើងទៅរៀនអក្សរកាតាកាណាពីព្រោះអក្សរទាំងពីរហ្នឹងទាំងហិរ៉ាកាណាទាំងកាតាកាណាហ្នឹងគឺអានដូចគ្នាដូចឧទាហរណ៍ថា a i u e o អញ្ចឹងទៅអានដូចគ្នាប៉ុន្តែតួអក្សរសេខុសគ្នាពីព្រោះនៅក្នុងភាសាជប៉ុនគេបែងចែកជា2យ៉ាងណាបងប្អូនទី1គឺអក្សរហិរ៉ាកាណាជាអក្សរដើមអក្សរកាតាកាណាគឺជាអក្សរសម្រាប់យើងសរសេរពាក្យកំចីប៉ុន្តែសម្រាប់អក្សរខាន់ជីវិញខ្ញុំអត់តនិយាយទេខ្ញុំនិយាយតែអក្សរពីរហ្នឹងទេអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចង់រៀនភាសាជប៉ុនដំបូងក៏ដូចជាបងប្អូនរៀនខាងសិក្ខាកាមក៏ដូចជាបងប្អូនដែលចង់រៀនភាសាជប៉ុនសម្រាប់យើងចង់ស្គាល់ចង់ចេះនិយាយឬក៏យើងចង់មើល anime ចង់មើលរឿងផ្សេងៗអញ្ចឹងណាអញ្ចឹងដំបូងបំផុតបងប្អូនត្រូវតែរៀនសរសេរអក្សរហិរ៉ាកាណាហ្នឹងឲ្យច្បាស់សិនខ្ញុំជឿថាដំបូងគឺពិបាកនៅក្នុងការរៀនសរសេរនិងការរៀនអានជាពិសេសគឺការអានមកទីជាទូទៅបើយើងនិយាយពីសំឡេងការបញ្ចេញសំឡេងតង់របស់ជប៉ុនគឺពីច្រើនគាត់ប្រើជាមួយនឹងគោលកហើយនឹងអណ្ដាតយើងនេះពិបាកច្រើនឧទាហរណ៍ដូចពាក្យសឹនិងពាក្យសឹចឹងអាការយើងប្រើសឹហ្នឹងគឺវាពិបាកមែនតើហើយសម្រាប់អ្នកដែលគាត់តាមតន់ក៏តន់ទៅអ្នកដែលគាត់តាមអត់តន់ក៏ពិបាកទៅអញ្ចឹងអ្វីដែលខ្ញុំណែនាំនៅក្នុងវីដេអូនេះដំបូងដែលខ្ញុំចង់ប្រាប់គឺការរៀនហិរ៉ាកាណានិងកាតាកាណាអញ្ចឹងហិរ៉ាកាណាកាតាកាណាគឺសំខាន់អញ្ចឹងបងប្អូនអរគ្នាកុំភ្លេចរីករាយជាមួយនឹងការរៀនភាសាជប៉ុនដំបូងអរគ្នាជាមួយនឹងហិរ៉ាកាណាកាតាកាណាអរគុណច្រើនហើយជួបខ្ញុំនៅវីដេអូក្រោយខ្ញុំនឹងបកស្រាយអក្សរទាំងពីរហ្នឹងហិរ៉ាកាណាបែបម៉េចកាតាកាណាបែបម៉េចទៀតបន្តទៀតហើយចាំយើងឈានចូលទៅដល់អក្សរខាន់ជីអរគុណច្រើនបាយបាយម៉ាតាណេ